សាច់ប៉ាតេធម្មតាគឺបានធ្វើហើយតែលើកនេះគឺខ្ញុំមកធ្វើជាមួយនឹងសាច់ប៉ាតេដែលដាក់ជាមួយនឹងស្បែកជ្រូកហើយគឺជាប៉ាតេចៀនទៀតសាច់ជ្រូកលាយខ្លាញ់ចំនួនកន្លះគីឡូស្ករស1ស្លាបព្រាកន្លះម្សៅស៊ុប1ស្លាបព្រាទឹកត្រី1ស្លាបព្រាម្សៅឆាអាចដាក់ពី4ទៅ6ស្លាបព្រាខ្ទឹមស4កំពឹសម្សៅ baking powder 1ស្លាបព្រាកាហ្វេហើយនិងម្រេច1ស្លាបព្រាកាហ្វេនិងដុំទឹកកកផងដែរដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនក្រឡុកហើយប្រសិនជាម៉ាស៊ីនរបស់យើងរាងតូចអញ្ចឹងយើងគួរតែក្រឡុកច្បល់វាឲ្យចូលគ្រឿងសព្វអស់ហើយយើងដួសពាក់កណ្ដាលចេញសិនហើយយើងក្រឡុកវាទៅពាក់កណ្ដាលសិនទៅដើម្បីឲ្យសាច់របស់យើងនឹងវាស្អិតល្អចុងក្រោយគឺយើងបន្ថែមជាមួយនឹងដុំទឹកកកបន្ថែមទឹកកកជាលើកទី2បើសិនជាសាច់យើងស្ទើរត្រជាក់យកល្អសាច់តែបងប្អូនមុននឹងហាន់យកមកក្រឡុកហ្នឹងគួរតែក្លាសេទូទឹកកកឲ្យវាត្រជាក់សិនអំឡុងពេលដែលក្រឡុកសាច់ប៉ាតេហ្នឹងខ្ញុំក៏បានស្ងោរជាមួយនឹងស្បែកជ្រូកដែរខ្ញុំប្រើរយៈពេលខ្ទង់15ទៅ20នាទីស្បែកជ្រូករបស់យើងគឺវាឡើងឆ្អិនល្អហើយបើសិនជាស្បែកជ្រូករៀងជាប់ខ្លាញ់យើងជៀរខ្លាញ់ចេញបន្តិចទៅមុននឹងដាក់ស្បែកជ្រូកចូលហ្នឹងគឺខ្ញុំបានយកវាទៅមួយចំណែកតូចហ្នឹងធ្វើជាប៉ាតេជ្រុងដើម្បីទុកដាក់នៅក្នុងសម្លនំបញ្ចុកខួរក្តាមស្លឹកខ្ទឹមហើយនឹងជីមួយប្រភេទនេះវាស្តៀងនឹងជីវ៉ាន់ស៊ុយដែរខ្ញុំហាន់វាតូចៗទុកដាក់នៅក្នុងសាច់ប៉ាតេចង់ដាក់ក៏បានអត់ក៏បានបន្ថែមជាមួយនឹងម្សៅឆា1ស្លាបព្រាដាក់ស្បែកជ្រូកដែលហាន់ហើយជាមួយនឹងបន្លែដែលយើងហាន់ហើយអំបាញ់មិញហ្នឹងដាក់វាធ្វើការច្របល់ចូលគ្នាកុំភ្លេចបន្ថែមប្រេងឆាបន្តិចផងដើម្បីឲ្យមានភាពរលោងនៅក្នុងសាច់ប៉ាតេរបស់យើងដាក់ចំហុយរយៈពេល40នាទីស្រង់ចេញហើយបកជាមួយនឹងក្រដាសអាលុយមីញ៉ូមរួចខ្ញុំយកសាច់ប៉ាតេហ្នឹងទៅប្រឡាក់ជាមួយនឹងម្សៅបំពងដើម្បីធ្វើការបំពងប៉ាតេរបស់យើងបំពងទាំងធម្មតាអញ្ចឹងក៏បានដែរគ្រាន់តែខ្ញុំយកប្រេងម្ទេសលាបពីលើដើម្បីឲ្យសាច់ប៉ាតេរបស់យើងមើលទៅមានពណ៌រាងលឿងស្អាតគ្រឿងផ្សំដែលខ្ញុំបានបង្ហាញបងប្អូនហ្នឹងគឺថាញ៉ាំសាច់ប៉ាតេហ្នឹងធម្មតាក៏ឆ្ងាញ់ដែរអត់ចាំបាច់ថែមជ្រលក់ទឹកជ្រលក់អីទៀតទេប៉ុន្តែបើសិនជាបងប្អូនចង់ញ៉ាំជាមួយនឹងជ្រក់ល្ហុងក៏បានឬមួយក៏យកវាទៅជ្រលក់ជាមួយនឹងទឹកកាពិញ៉ាំជាមួយនឹងបញ្ចុកចេះក៏បានដែរហើយបើនេះវិញគឺជាប៉ាតេជ្រុងដែលខ្ញុំបានបង្ហាញនៅដើមវីដេអូហ្នឹងគឺខ្ញុំទុកវាសម្រាប់ដាក់នៅក្នុងនំបញ្ចុកខួរក្តាម